វិលមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំមានចំណេះដឹងមួយមកចែករំលែកអំពីរបៀបបង្កើត page ដែល update 2026ដើម្បីបង្កើត page បានយើងត្រូវមាន Facebook មួយដែលជាក់លាក់ពិតប្រាកដនិងច្បាស់លាស់មួយបាទមុននឹងទៅបង្កើតវីដេអូនេះសូមបងប្អូនជួយចុច like share ម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតចឹងតោះយើងកុំឲ្យខាតពេលយូរយើងចូលមកក្នុងកម្មវិធី Facebook របស់គ្នាបាទហើយមកដល់ទៅនេះដែរយើងមើលមកខាងលើនេះខាងឆ្វេងដៃនេះកន្លែងសញ្ញាត្រី3ចុចលើវាមកបាទបន្តមកទៀតយើងស្គាល់មកកៅមើលពាក្យថា Simo នេះចុចទៅទៀតមកបាទហើយបន្តមកទៀតយើងមើលមកខាងលើកន្លែងយូបាទទង់ជាតិគេដាក់ថា page នេះយើងចុចលើវាទៅមកបាទហើយនេះគឺខ្ញុំមាន page 2សម្រាប់បងប្អូនមិនដែលបង្កើតមើលមកខាងលើនេះមកពាក្យថា create នេះចុចលើវាទៀតមកបាទហើយមកដល់ទៅនេះដែរគឺគេឲ្យយើងធ្វើការដាក់ឈ្មោះអញ្ចឹងយើងបងប្អូនដាក់ឈ្មោះមកអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ឈ្មោះថាបាទដាក់ថា pro ដែរអញ្ចឹងចុះបាទបន្ទាប់យើងដាក់ឈ្មោះហើយយើងចុចពាក្យថា next នេះខាងក្រោមនេះមកបាទមកដល់ទៅនេះគឺគេឲ្យយើងដាក់តែយើងចង់ធ្វើពីអីយើងដាក់នឹងមកអញ្ចឹងខ្ញុំដាក់ថាតែខ្ញុំដាក់ថា digital creator អញ្ចឹងចុះហើយបាទហើយកន្លែងនេះដែរគឺយើងអាចដាក់បាន3បាទអញ្ចឹងខ្ញុំដាក់បាន3មកបាទខ្ញុំដាក់កន្លែងនេះយើងអាចដូរក្រោយក៏បានដែរអញ្ចឹងខ្ញុំដាក់ឲ្យបងប្អូនទៅសិនបាទបន្តមកទៀតយើងចុចពាក្យថា create ខាងក្រោមនេះមកបាទមកដល់ទៅនេះគឺយើងមិនដាក់អីទេអានេះចាំយើងដាក់ក្រោយក៏បានដែរអញ្ចឹងយើងចុចពាក្យថា next ទៀតមកបាទមកដល់ទៅនេះគឺយើងដាក់ profile របស់យើងអញ្ចឹងយើងចូលទៅដាក់ profile របស់យើងមកអញ្ចឹងខ្ញុំដាក់រូបនេះចុះបន្តមកទៀតចុចនេះមកហើយយើងក៏ដាក់cover របស់យើងខ្ញុំដាក់រូបនេះចា៎បាទគឺខ្ញុំអត់បានត្រៀមរូបទុកទេអញ្ចឹងគឺខ្ញុំដាក់រូបនេះបាទមកតាមទីចុចនេះមកតែអញ្ចឹងយើងត្រូវការចាំផ្លែបាទមកដល់ទៅនេះគឺគេឲ្យយើងធ្វើការ invite friend ជាបើសិនជាបងប្អូនចង់ invite friend បងប្អូនចុចចេញឬក៏បងប្អូនអាចចុចយក select all នេះក៏បានដែរអញ្ចឹងខ្ញុំអត់ invite ទេអញ្ចឹងខ្ញុំចុច back ក្រោយមកថា next បន្តបាទមកដល់ទៅយើងចុច next ទៀតមកបាទបន្តទៅចុចពាក្យថាដាំបាទចុចដាំនេះមកបាទបន្តទៅចុចពាក្យថា next បាទចុចថា next ទៀតមក next ទៀតមកបន្តមកទៀតមកដល់ទៅនេះយើងចុចខ្វែងវាចោលមកអញ្ចឹងយើងបាន page មួយហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានជួយចុច like share និង subscribe channel ម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតអរគុណច្រើន